ខ្ញុំនឹកចាំការពីច្រើនឆ្នាំកន្លងផុតទៅខ្ញុំបានចែកចាយនៅ Dallas Texas នៅពហុកីឡដ្ឋានមួយពេលនោះខ្ញុំចែកចាយយ៉ាងអស់ពីចិត្តហើយមានអ្នកមកចូលរួមប្រហែល 2500 ទៅ 30000 នាក់ពេលនោះខ្ញុំបានអញ្ជើញគេថាតើមានអ្នកណាចង់ទទួលព្រះយេស៊ូវជាព្រះអង្គសង្គ្រោះដែរឬទេប៉ុន្តែមានមនុស្សតែប្រមាណអ្នកប៉ុណ្ណោះដែលយល់ព្រមទទួលជឿលើព្រះអង្គខ្ញុំមានការបាក់ទឹកចិត្តនិងពិបាកចិត្តណាស់ខ្ញុំគិតថាការចែកចាយរបស់ខ្ញុំមិនល្អទេខ្ញុំក៏ដើរចេញទៅក្រៅហើយក៏បានជួបនឹងបុរសជនជាតិអាល្លឺម៉ង់ម្នាក់គាត់បានទទួលមរណភាពប្រហែលជា3សប្តាហ៍មុននេះឯងពេលនោះគាត់ក៏មកសួរសុខទុក្ខយើងជាអ្នកជំនួយដល់ពូកែម្នាក់ហើយគាត់ក៏ជាអ្នកដែលរៀនព្រះគម្ពីរដ៏អស្ចារ្យផងដែរពេលនោះគាត់បានដាក់ដៃលើស្មាខ្ញុំហើយខ្ញុំក៏បានសួរគាត់ថាតើមានរឿងអ្វីកើតឡើងនៅយុគនេះគាត់និយាយមកកាន់ខ្ញុំថាអ្នកមិនបានចែកចាយពីការសក្ដិនៅលើឈើឆ្កាងទេហើយគាត់បានប្រាប់ខ្ញុំទៀតថាបើអ្នកមិនបានចែកចាយអំពីការសក្ដិនៅលើឈើឆ្កាងនិងការរស់ឡើងវិញនោះទេការចែកចាយរបស់អ្នកក៏គ្មានដំណឹងល្អដែរខ្ញុំនឹកចាំពីការនេះជានិច្ចការសក្ដិលើឈើឆ្កាងនិងការរស់ឡើងវិញរបស់ព្រះគ្រីស្ទត្រូវតែមាននៅពេលដែលយើងចែកចាយអំពីដំណឹងល្អខ្ញុំមិនអាចអញ្ជើញគេឲ្យទទួលជឿលើព្រះយេស៊ូវគ្រីស្ទបានទេលុះត្រាតែខ្ញុំមានអារម្មណ៍ថាសេចក្តីពិតដ៏សំខាន់បំផុតត្រូវបានចែកចាយការសក្ដិនៅលើឈើឆ្កាងនិងការរស់ឡើងវិញត្រូវតែមាននៅពេលដែលយើងចែកចាយដំណឹងល្អ